អ្នកបម្រើសេវាលើវិស័យទេសចរបង្ហាញកង្វល់ពីផលប៉ះពាល់នៃការសាយភាយធូលីធ្យូងថ្មហើយចេញពីកំពង់ផែស្វាយ័តក្រុងព្រះសីហនុបាទលោកអ្នកនាងស្ដាប់ជាទីមេត្រីសមាគមទេសចរក៏ដូចជាក្រុមអ្នកប្រកបរបរលើវិស័យទេសចរពិសេសភ្ញៀវជាតិអន្តរជាតិបង្ហាញកង្វល់ពីធូលីពណ៌ខ្មៅដែលពួកគាត់អះអាងថាអាចជាធូលីធ្យូងថ្មដែលបានសាយភាយចេញពីក្នុងបរិវេណកំពង់ផែស្វាយ័តក្រុងព្រះសីហនុនាំឲ្យប៉ះពាល់ដល់ការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃពិសេសប៉ះពាល់ដល់សុខភាពនិងការរស់នៅរបស់ពួកគាត់ប៉ះពាល់ខ្លះដែរដែលថាយើងអត់បានបើកកញ្ចក់បើកអីថងអីស្រួលមួលដាក់ប្រហែលស្រួលមួលណាចឹងយើងត្រូវលើកបិទរហូតទៅវាមិនខុសរហូតខែពេកណាខែហ្មងតែហ្មងក្រុមអាជីវករដែលមានកន្លែងលក់ដូរឬប្រកបរបរទទួលទាននៅជាប់របងកំពង់ផែស្វាយ័តក្រុងព្រះសីហនុសំណូមពរដល់លោកម៉ាងស៊ីណេតអភិបាលខេត្តព្រះសីហនុពិសេសលោកលូកំឈុនប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វាយ័តក្រុងព្រះសីហនុឲ្យជួយពិនិត្យនិងអន្តរាគមន៍ទប់ស្កាត់ធូលីពណ៌ខ្មៅឬធូលីធ្យូងថ្មដែលហុយសាយភាយចេញពីកំពង់ផែក្រុងព្រះសីហនុឲ្យបានឆាប់ផងបាត់នៅរដូវរំហើយឬរដូវធ្លាក់ខ្យល់នេះធូលីទាំងនោះបានធ្វើឲ្យប៉ះពាល់ដល់ការរស់នៅការប្រកបរបរទទួលទាននិងប៉ះពាល់ដល់សុខភាពពួកគាត់មានដូចជាបញ្ហាផ្លូវដង្ហើមក្អកនិងរមាស់ពេញខ្លួនប្រាណជាដើមស្នើពរដល់សម្ដេចបបរធិបតីហ៊ុនម៉ាណែតសម្ដេចហ៊ុនសែនក៏ដូចជាក្បែរខេត្តក្រុងសីហនុសូមមកគាត់ជួយសម្រួលរឿងនឹងឲ្យផងបងដោយសារវាហុយពេកបងវាហុយចេញពីផែធំមកប៉ះពាល់ដល់ផែទេសចរយើងប៉ះពាល់ទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិដែលគាត់មកដើរលេងនៅនឹងធ្វើឲ្យប៉ះពាល់អារម្មណ៍គាត់ហើយជាមួយនឹងជាពលរដ្ឋខ្មែរយើងដែលធ្វើការរស់ស៊ីនៅទីនេះក៏គាត់ប៉ះពាល់ដល់សុខភាពដែរបើទលីនេះគឺមកពីក្នុងខែធំវាគឺទលីរបស់ខ្ជុំថ្មបងដែលពីបញ្ហានេះក្រុមអ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវទេសចរនៅផែទេសចរក្រុងព្រះសីហនុបានសំណូមពរដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធពិសេសថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុឲ្យជួយរកវិធីទប់ស្កាត់ធូលីធ្យូងថ្មដែលសាយភាយឬហុយចេញពីក្នុងបរិវេណកំពង់ផែស្វាយ័តឲ្យបានទាន់ពេលផងត្បិតធូលីធ្យូងថ្មនេះបានប៉ះពាល់ដល់សុខភាពនិងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ធ្ងន់ធ្ងរចូលចំមុខចូលអីពាក់ម៉ាស់ក៏នៅតែចូលពេញខោអាវអីប្រឡាក់អស់អាលីមកវូមកអញ្ចឹងហើយមើលពាក់ម៉ាស់មកប៉ុណ្ណឹងនៅតែចូលភ្នែកចំមុខចូលពេញមកហើយមើលបើករួយចំហទៅដល់ចូលពេញមកសុំសំណូមពរឲ្យកន្លែងដាក់ផ្សេងហ្នឹងមកដល់កន្លែងហ្នឹងវាប៉ះពាល់ទេសចរឲ្យច្រើនមកដល់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងសម្ដេចហ៊ុនសែនសូមសំណូមពរឲ្យបងខាងក្រុមខ្ញុំនេះផងបើហុយខ្លាំងណាស់ថ្ងៃបន្ថែមលើនេះភ្ញៀវទេសចរជាតិអន្តរជាតិដែលបានធ្វើដំណើរចេញចូលឆ្លងកាត់កំពង់ផែស្វាយ័តក្រុងព្រះសីហនុចេញទៅកំសាន្តតាមបណ្ដាកោះនានាមានកោះរ៉ុងជាដើមក៏បានសម្ដែងការព្រួយបារម្ភពីបញ្ហាសុខភាពផ្ដើមចេញពីធូលីធ្យូងថ្មដែលហុយសាយភាយចេញពីកំពង់ផែស្វាយ័តក្រុងព្រះសីហនុនេះដែរពួកគេសំណូមពរដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធនិងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុពិសេសថ្នាក់ដឹកនាំកំពង់ផែស្វាយ័តក្រុងព្រះសីហនុជួយមានវិធានការទប់ស្កាត់ឲ្យបានទាន់ពេលស្រដៀងគ្នាដែរសម្រាប់អាជីវករប្រកបរបរលក់ចំណីអាហារនិងលក់សម្បត្តិរថយន្តឬសម្បត្តិអូប័រជាដើមមានទីតាំងនៅជាប់របងទល់មុខកំពង់ផែស្វាយ័តក្រុងព្រះសីហនុក៏បង្ហាញការព្រួយបារម្ភអំពីធូលីធ្យូងថ្មនេះដែរហើយបានសំណូមពរដល់ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍និងរកវិធីទប់ស្កាត់ខ្ញុំសូមសំណូមពរឲ្យសម្ដេចប៉ុកនិងសម្ដេចគណៈបវរធិបតីហ៊ុនម៉ាណែតសូមឲ្យជួយដោះស្រាយនៅបញ្ហានៅកំទេចធូលីធ្យូងថ្មដែលប្រជាពលរដ្ឋនៅព្រះសីហនុដែលគាត់ធ្វើការនេះខ្ញុំធ្វើការនៅទីនេះផ្ទាល់គឺជួបបញ្ហាតាក់ទងទៅនឹងសុខភាពហើយខ្ញុំសុខភាពខ្សោយស្រាប់ផងអញ្ចឹងហើយសូមឲ្យលោកជួយត្រួតពិនិត្យនិងដោះស្រាយនៅបញ្ហាមួយនេះបើមិនអញ្ចឹងទេគឺពិបាករស់នៅណាសូម្បីតែហូបចុកចានសុភីអីគឺប្រឡាក់ខ្មៅទាំងអស់ចូលពេញម្ហូបចំណីអាហារសូម្បីតែនៅហាងដែលលក់បាយលក់ម្ហូបពេលដែលគាត់លាងសម្អាតហើយគឺម្ហូបនឹងគឺទៅតែខបដល់ពេលតែមិនខបទេគឺចានធូលីនឹងប្រឡាក់ចានចូលម្ហូបភ្ញៀវ
ប្រតិបត្តិការផ្សេងទៀតក៏បានលើកឡើងពីកង្វល់ធូលីជុំថ្មហើយបានសំណូមពរដល់លោកម៉ាស៊ីណេតអភិបាលខេត្តព្រះសីហនុនិងលោកលូកំឈុនប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុជួយរកវិធីទប់ស្កាត់ជាបន្ទាន់ព្រោះរាល់ថ្ងៃនេះខ្យល់រដូវរំហើយបានបោកបក់នាំធូលីជុំថ្មទាំងនេះផ្សាយភាយមានវិសាលភាពធំទូលាយនាំឲ្យប៉ះពាល់ដល់សុខភាពនិងការប្រកបរបរប្រចាំថ្ងៃរបស់ពួកគាត់ពិសេសប៉ះពាល់ដល់ដំណើរមកដល់របស់ភ្ញៀវទេសចរជាតិអន្តរជាតិនៅក្នុងផែទូកទេសចរក្រុងព្រះសីហនុទាំងមូលជុំថ្មហើយលើនេះលំងទាំងប៉ះពាល់ដល់ពូជខ្ញុំរស់ទីនៅក្នុងបរិវេណនៃផែទេសចរនេះទាំងអស់នេះអញ្ចឹងខ្ញុំសំណូមពរទៅសម្ដេចថាបតីហ៊ុនម៉ាណែតនឹងដាក់លើគ្រប់ជាន់ឋានៈមកខ្ញុំបានមិនសូវចេះនិយាយទៅលើគ្រប់ជាន់ឋានៈខ្ញុំជួយដោះស្រាយនៅបញ្ហាដែលពួកខ្ញុំជួបប្រទះនៅខេត្តព្រះសីហនុនេះផងបាទចំណែកលោកមុតភារីតំណាងសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរជលយានខេត្តព្រះសីហនុបានទទួលស្គាល់ថារាល់ថ្ងៃនេះពិតជាមានធូលីជុំថ្មបានហុយសាយភាយចេញពីបរិវេណកំពង់ផែស្វយ័តក្រុងព្រះសីហនុពិតមែនលោកព្រួយបារម្ភថាចំហាយនៃធូលីជុំថ្មនេះអាចនាំឲ្យប៉ះពាល់ដល់កំណើនភ្ញៀវទេសចរជាតិអន្តរជាតិជាពិសេសប៉ះពាល់ដល់សុខភាពពលរដ្ឋអាជីវករក៏ដូចជាអ្នកប្រកបរបរលើវិស័យទេសចរនៅជុំវិញបរិវេណផែទូកទេសចរក្រុងព្រះសីហនុទាំងមូលបាទក្នុងនាមជាសមាជិកសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរជលយានខេត្តព្រះសីហនុក៏បានមានការត្អូញត្អែពីក្រុមហ៊ុនជាអាជីវករនៅក្នុងសមាគមរបស់យើងរាល់ថ្ងៃនេះគឺក្នុងរដូវនេះគឺជារដូវដែលធ្លាក់ខ្យល់អញ្ចឹងគឺតែងតែមានចំហាយជុំថ្មអញ្ចឹងមកជាចាំធ្វើឲ្យប៉ះពាល់ទៅដល់ភ្ញៀវក៏ដូចជាប៉ះពាល់ទៅដល់អាជីវកម្មរបស់គាត់ដោយសារវាអាចប៉ះពាល់ដល់សុខភាពផងដែរអញ្ចឹងក៏សូមពៀនលាដល់ខាងក្រុមការងារផ្នែកលើកដាក់ក៏ដូចជាក្រុមការងារផ្នែកដឹកជញ្ជូនជុំថ្មឲ្យសូមឲ្យមានការរៀបចំឲ្យបានត្រឹមត្រូវនៅពេលដែលដឹកជញ្ជូនក៏ដូចជាពេលលើកដាក់យើងសូមឲ្យមានការបាញ់ទឹកឬមួយក៏តាមបច្ចេកទេសរបស់ខាងក្រុមហ៊ុនធ្វើយ៉ាងណាកុំឲ្យវាសាយភាយនៅជាតិជុំថ្មក៏ដូចជាខ្យល់ដែលពំនាំនៅចំហាយជុំថ្មនេះមកប៉ះពាល់វាគិតថាវាអាចនឹងប៉ះពាល់ដល់សុខភាពបាទអាជីវករដែលគាត់មានអាជីវកម្មនៅនេះគឺកន្លងមកនេះគឺគាត់ដំណើរការតែមួយរយៈដែលមានចំហាយជូរថ្មនោះធ្វើឲ្យគាត់ពិបាកក្នុងការលក់ដូរក៏ដូចជាប៉ះពាល់ទៅដល់សុខភាពអ្នកដែលមកពិសាអាហាររបស់គាត់ព្រោះគាត់ត្រូវការអង្គុយនៅជាមួយនឹងខ្យល់បរិយាកាសអញ្ចឹងពេលដែលចំហាយជូរថ្មមកគឺធ្វើឲ្យប៉ះពាល់ដល់គាត់បាទពីចុងក្រោយខ្ញុំបាទសូមសំណូមពរដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរដែលលោកតែងតែយកចិត្តទុកដាក់ទៅលើវិស័យទេសចរសម្រាប់ប្រទេសកម្ពុជាក៏ដូចជាខេត្តផ្សេងនោះក្នុងដំណើរកម្សាន្តតាមកោះអញ្ចឹងសូមលោកមេត្តាជួយពិនិត្យមើលទៅលើធូលីជុំថ្មដែលប៉ះពាល់ដល់វិស័យទេសចរនៃខេត្តផ្សេងនោះក្នុងទិសដៅដែលយើងចេញដំណើរតាមកំពង់ផែនៃខេត្តផ្សេងនោះនេះអញ្ចឹងសូមឲ្យឯកឧត្តមជួយសម្របសម្រួលក៏ដូចជាជួយពិនិត្យមើលនៅការដឹកជញ្ជូនថ្មជិះវៀងទៅផលប៉ះពាល់ទៅដល់ភ្ញៀវបរទេសក៏ដូចជាភ្ញៀវជាតិដែលបានដំណើរកម្សាន្តមកទីនេះមានទាំងខ្លះជាកុមារីនិងមានជាមនុស្សចាស់ជរាផងដែរដែលគាត់តែមានផលប៉ះពាល់ប្រសិនជាមាននៅការសាយភាយជូនថ្មតទៅទៀតបាទទោះជាបែបនេះក្តីគេហទំព័រកម្ពុជាថ្ងៃនេះនៅមិនទាន់អាចតាក់ទងលោកលូកំឈុនប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុដើម្បីបំភ្លឺជុំវិញកង្វល់ឬការព្រួយបារម្ភរបស់ប្រជាពលរដ្ឋប្រតិបត្តិការទេសចរភ្ញៀវទេសចរក៏ដូចជាតំណាងសមាគមទេសចរលើករណីធ្យូងថ្មហុយសាយភាយចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុបាននៅឡើយទេនៅថ្ងៃទី27ខែវិច្ឆិកានេះខណៈលោកម៉ាងស៊ីណេតអភិបាលខេត្តព្រះសីហនុក៏មិនទាន់អាចសុំការបញ្ជាក់បាននៅឡើយដែរដែលនាយកជាកម្ពុជាថ្ងៃនេះ